ទិញដីយើងចាំមើលថាកាលណាគេចាក់ដីត្រូវអត់ហើយកាលណាដីយើងបានប៉ុន្តែទោះយ៉ាងណាក៏ដោយឥឡូវយើងបានកម្មសិទ្ធិមុនអញ្ចឹងវាជាទំនុកចិត្តមួយសម្រាប់យើងអ្នកទិញដែលវាច្បាស់ថាដឹងតែបានមកយើងហើយអូដើម្បីទទួលបានដីនេះសំច្រើនមានជាពាក់គេខ្លះនឹងមកបានប៉ុណ្ណឹងរដ្ឋាភិបាលមិនຕົកចោលទេតែងតែគិតគូរហើយក្រសួងក៏ដូចនោះដែរហើយឃើញថាជួយបានដោះស្រាយទុកលំបាករបស់ប្រជាជននឹងបានល្អហើយឆាប់រហ័សទៀតបាទសម្រាប់ក្រសួងហើយនឹងការសម្រួលគាត់ល្អដោយសារគាត់តាំងពីចូលមកធ្វើខ្លាំងប្របែកក្បាលដីហ្នឹងគឺគាត់ជួយសម្រុះសម្រួលបានល្អហើយថាតាំងពីបុគ្គលិកតាំងពីអីហ្នឹងគឺគាត់ជួយសម្រួលហើយគាត់រាក់ទាក់nênអរគុណច្រើនដល់ក្រសួងបាទក៏អរគុណទៅដល់សម្ដេចបវរសម្ដីនឹងរាជរដ្ឋាភិបាលមែនទែនព្រោះដោយសារតែដូចខ្ញុំនិយាយហ្នឹងគឺសម្ដេចបានយកការធ្វើការងារនេះដោយយកចិត្តទុកដាក់ហើយក៏បានធ្វើដោយផ្ទាល់ហើយដល់ហ្មងធ្វើមកដល់កន្លែងដែលប្រជាជនបានឃើញថានាំបានជួយពិតប្រាកដមែនបានលោកដៃបានឃើញហើយបានសម្រួលមិនថាក្នុងរូបភាពអីក៏ដោយហើយខ្ញុំមានតែពាក្យថាអរគុណមែនទែនទៅដល់ថ្នាក់ដឹកនាំហើយក៏សូមឲ្យការងារកាន់តែទៅមុខកាន់តែរលូនទៀតហើយជាពិសេសគឺសូមឲ្យគម្រោងមួយនេះនឹងបានជាស្ថាពរនៅក្នុងពេលឆាប់ៗ